កាលពីព្រេងនាយខ្លងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយដែលពោពេញទៅដោយដើមឈើធំធំខ្ពស់ស្រឡះបាំងពន្លឺព្រះអាទិត្យស្ទើរតែមិនជាក់ដល់ដីមានបឹងទឹកដ៏ថ្លាយងមួយស្ថិតនៅកណ្ដាលជ្រលងភ្នំដ៏អាថាកំបាំងទឹកបឹងនោះត្រជាក់ស្រេបនិងមានភាពស្ងប់ស្ងាត់គួរឲ្យចង់គយគន់ហាក់បីដូចជាកញ្ចក់ដ៏ធំអស្ចារ្យមួយដែលឆ្លុះបញ្ចាំងពីសម្រស់មេឃពណ៌ខៀវស្រងាត់និងពពុះសក្បុសដែលអណ្ដែតត្រដែតតាមខ្យល់នៅទីនោះហើយដែលរឿងរ៉ាវមិត្តភាពដ៏ចម្លែកមួយបានចាប់កំណើតឡើងរវាងសត្វពីរប្រភេទដែលមានវាសនាខុសគ្នាដាច់ស្រឡះគឺម្នាក់រស់នៅលើមេឃក្បោះត្រដែតនិងម្នាក់ទៀតរស់ក្នុងជម្រៅទឹកដ៏ជ្រៅកូនចាបតូចមួយក្បាលដែលមានរោមពណ៌ត្នោតលាលឿងយ៉ាងស្រស់ស្រាតនិងមានភ្នែកភ្លឺថ្លាឈ្មោះថាចិត្រាគឺជាសត្វដែលចូលចិត្តដឹងចង់ឃើញលើសពីចាបដទៃទៀតក្នុងភូមិខណៈពេលដែលមិត្តភក្តិនិងបងប្អូនរបស់វាចូលចិត្តតែការស្វែងរកចំណីតាមវាលស្រែនិងការហោះហើរលេងក្នុងព្រៃយ៉ាងសប្បាយចិត្រាតែងតែចំណាយពេលអង្គុយយ៉ាងស្ងៀមស្ងាត់នៅលើមេជ្រៃចាស់មួយដែលលោកមេឃចូលទៅក្នុងផ្ទៃបឹងវាសម្លឹងមើលទៅក្នុងទឹកដោយក្តីងឿងឆ្ងល់ជាខ្លាំងនិងតែងតែចោទសួរក្នុងចិត្តថាតើពិភពលោកនៅខាងក្រោមជម្រៅទឹកនោះមានសម្ភារបែបណាទៅតើត្រីទាំងឡាយអាចដកដង្ហើមនិងរស់នៅយ៉ាងដូចម្តេចនៅពេលដែលពួកគេត្រូវជ្រមុជខ្លួនក្នុងទឹកត្រជាក់ជារៀងរហូតបែបនេះថ្ងៃមួយខណៈដែលចិត្រាកំពុងតាត្រេកត្រអាលនឹងការសម្លឹងមើលរលកទឹកទួយៗដែលបោកមកប៉ះមាត់ច្រាំងស្រាប់តែមានពពុះទឹកមួយហោះឡើងមកលើផ្ទៃទឹកយ៉ាងរហ័សត្រីមាសដ៏ស្អាតមួយក្បាលដែលមានស្កាភ្លឺថ្លាដូចមាសឆ្អិននិងមានព្រួយទន់ល្មើឈ្មោះថាមច្ឆាបានងើបក្បាលឡើងមកដកដង្ហើមនិងសម្លឹងមើលមកកូនចាប់វិញដោយភាពរាក់ទាក់ភ្នែកដ៏ធំមូលខ្លុំរបស់វាបង្ហាញពីភាពស្លូតបូតនិងការចង់ដឹងចង់ឃើញមិនចាញ់កូនចាប់ចិត្រានោះឡើយសួស្ដីមិត្តបឹកសីតូចដ៏គួរឲ្យស្រឡាញ់ហេតុអ្វីបានជាអ្នកតែងតែមកអង្គុយសម្លឹងមើលផ្ទៃទឹកនៅទីនេះរាល់ថ្ងៃដូចនេះតើអ្នកកំពុងស្វែងរកអ្វីមែនទេមច្ឆាសួរដោយសំឡេងតិចតិចផែមល្ហែមតែពោពេញដោយភាពរីករាយចិត្រាភ្ញាក់ព្រើលបន្តិចតែវាក៏ប្រញាប់តបវិញទាំងស្នាមញញឹមរួសរាយសួស្ដីមិត្តត្រីមេឃដ៏ស្រស់ស្អាតខ្ញុំមិនបានរកអ្វីទេខ្ញុំគ្រាន់តែឆ្ងល់ថាតើជីវិតក្នុងទឹកមានភាពសប្បាយរីករាយយ៉ាងណាទៅសម្រាប់ខ្ញុំដែលរស់នៅលើមេឃពិតជាធំទូលាយណាស់តែខ្ញុំបែរជាមានអារម្មណ៍ថាពិភពលោកក្នុងទឹករបស់អ្នកប្រហែលជាមានអាថាកំបាំងនិងសម្រស់ច្រើនជាងមេឃទៅទៀតមច្ឆាសះតិចតិចរួចបកកន្ទួយយ៉ាងទន់ភ្លន់បង្កជាមន្តស្នេហ៍ក្នុងទឹកពិភពលោកក្រោមទឹកពិតជាស្រស់ស្អាតណាស់មើលអើយមានផ្កាទ្រាំចម្រុះពណ៌មានរុក្ខជាតិប្លែកៗនិងមានភាពត្រជាក់ស្រួលជានិច្ចប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំតែងតែលូកមើលអ្នកហោះហើរលើអាកាសដោយក្តីច្រណែនតើការដែលបានហោះហើរកាត់ពពុះសសនិងការបានឃើញផែនដីដ៏ធំពីលើមកវិញវាមានអារម្មណ៍អស្ចារ្យនិងសេរីភាពយ៉ាងណាទៅអ្នកទាំងពីរចាប់ដើមជជែកគ្នាយ៉ាងជោគជ័យដិតអារម្មណ៍បំផុតចិត្រាបានរៀបរាប់ពីសម្រស់នៃព្រៃឈើបៃតងខ្ចីពីលើអាកាសពីកម្លាំងខ្យល់ដែលបក់បះរោមរបស់វានិងពីពន្លឺព្រះអាទិត្យពណ៌មាសដែលចាំងចែងលើកំពូលភ្នំនាពេលព្រឹកព្រលឹមចំណែកមច្ឆាវិញក៏បានរៀបរាប់ពីចរន្តទឹកដែលហូរកាត់ស្កាដ៏រលោងពីការលាក់ខ្លួនក្នុងគុម្ពស្លែពណ៌បៃតងនិងពីពន្លឺព្រះច័ន្ទនៃព្រះរាត្រីដែលឆ្លុះចូលទៅក្នុងជម្រៅទឹកបង្កើតបានជាពន្លឺប្រាក់ដ៏ស្រស់បំព្រងការសន្ទនានេះបានធ្វើឲ្យពួកគេទាំងពីរភ្លេចអស់នូវភាពខកគ្នានៃរូបកាយនិងមជ្ឈដ្ឋានរស់នៅដែលធម្មជាតិបានកំណត់មកទោះជាយ៉ាងណាក្នុងខណៈដែលមិត្តភាពថ្មីថ្មោងដ៏កម្លានេះកំពុងរីកដុះដាលយ៉ាងត្រកាលស្រាប់តែមានស្រមោលខ្មៅស្រអាប់ដ៏ធំមួយបានគ្រប់ដំណាប់ពីលើមេឃជ្រៃដែលចិត្រាកំពុងទុំសម្លេងស្លាបធំធំដែលបោកខ្លាំងៗហាក់មានចេតនាអាក្រក់បានធ្វើឲ្យស្លឹកឈើរីងជួយយ៉ាងខ្លាំងហ្វូងសត្វបក្សីដទៃទៀតដែលនៅក្បែរនោះបានស្រែកជារលកសម្លេងប្រាប់គ្នាឲ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចិត្រាមានអារម្មណ៍ថាមានភាពត្រជាក់ស្រេបកើតឡើងនិងមានគ្រោះថ្នាក់ដ៏ធំកំពុងខិតជិតមកដល់ខ្លួនវាងាកមើលទៅលើមេឃឃើញសត្វខ្លាំងអាក្រក់មួយក្បាលកំពុងឆ្វែងឆ្វាតរកចំណីដោយកែវកំភ្លេកំណាចចំណែកនៅក្នុងទឹកមច្ឆាក៏ចាប់តាមមានអារម្មណ៍មិនស្រួលដូចគ្នាព្រោះរលកទឹកបានប្រែប្រួលខុសធម្មតាហាក់មានរំលាយជាសត្រូវមកពីខាងលើចិត្រាអ្នកត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនមច្ឆាស្រែកប្រាប់មិត្តភក្តិថ្មីរបស់ខ្លួនទាំងក្តីបារម្ភខ្លាំងមានសត្រូវមកពីលើមេឃប្រញាប់ហោះទៅរកកន្លែងសុវត្ថិភាពភ្លាមទៅមិត្តភក្តិរវាងសត្វដែលគប់ពូជសត្វទាំងពីរដែលទើបទៅចាប់ដើមកំពុងតែត្រូវប្រឈមមុខនឹងឧបសគ្គដ៏សាហាវដំបូងបំផុតតើចិត្រាអាចគេចផុតពីកញ្ញាំខ្លែងដ៏មុតស្រួយបានដែរឬទេហើយតាមមច្ឆានឹងអាចប្រើសមត្ថភាពអ្វីដែលជួយមិត្តភក្តិលើអាកាសរបស់ខ្លួនបើខ្លួនឯងរស់នៅទៅក្នុងទឹកបែបនេះរឿងរ៉ាវកាន់តែមានភាពតានតឹងឡើងនៅពេលដែលធម្មជាតិចាប់ផ្ដើមលុបជាតិមិត្តភក្តិដ៏បរិសុទ្ធមួយនេះក្នុងស្ថានភាពស្លាប់រស់យ៉ាងប្រកេតបំផុតឮសម្រែកប្រកាសអាសន្នរបស់ឆាភ្លាមចិត្រាងើបក្បាលឡើងសម្លឹងទៅលើមេឃទាំងក្តីភេទភ័យញាប់ញើជាខ្លាំងស្រមោលខ្មៅស្រទុំដែលធំសម្បើមមួយកំពុងបាំងពន្លឺព្រះអាទិត្យដែលកំពុងចាំងចែងហើយសំកាំងចុះមកយ៉ាងលឿនស្លេវដោយក្រាប់ព្រួយដែលគេបាញ់ចេញពីធ្នូដ៏មានឥទ្ធិពល
វាគឺជាខ្លែងព្រៃដ៏សាហាវខូខៅដែលមានក្រញាំជើងមុតស្រួយដោយកាំបិទកៅនិងមានកែវភ្នែកពណ៌លឿងទុំមុតខ្លាកំពុងសម្លឹងមករកចំណាយតូចទុនខ្សោយដែលនៅក្បែរមាត់ទឹកនោះយ៉ាងមិនដាស់ភ្នែកចិត្តរាប្រឹងបំរាស់ស្លាផោះខ្លាំងដោយក្តីស្លន់ស្លាប៉ុន្តែដោយសារភាពភ័យខ្លាចមកគ្របដណ្ដប់ខ្លាំងពេកនិងកម្លាំងស្លាបដែលនៅខ្ចីធ្វើឲ្យវាមិនអាចហោះទៅរកទីខ្ពស់បានឆាប់រហ័សដូចចិត្តប្រាថ្នានោះឡើយចិត្តរាគុំហោះឡើងទៅលើមេឃអីខ្លែងវារហ័សនិងខ្លាំងពូកែណាស់ឆាប់មកក្បែរមាត់ទឹកនេះវិញមករកចម្រុកនៅទីនេះឆាស្រែកហៅមិត្តភក្តិថ្មីរបស់ខ្លួនទាំងដង្ហើមញាប់ស្ទើរដែតអុកមាត់ឆាតូចរូបនេះដឹងយ៉ាងច្បាស់ថាបើចិត្តរាហោះឡើងលើមេឃដែលជាទីលានប្រយុទ្ធរបស់ខ្លែងវានឹងក្លាយជាចំណីដ៏ឆ្ងាញ់ពិសាសម្រាប់សត្រូវខ្លាំងពេលដ៏ខ្លីបំផុតជាមិនខានខ្លែងព្រៃចាប់ផ្ដើមទម្លាក់ខ្លួនចុះមកយ៉ាងលឿនសម្ដៅទៅរកកូនចាប់តូចដែលកំពុងត្រដរខ្យល់កណ្ដាលអាកាសចម្ងាយរវាងក្រញាំដ៏សាហាវនិងខ្នងដ៏ទន់ខ្សោយរបស់ចិត្តរាកាន់តែខិតជិតទៅស្ទើរតែប៉ះនឹងរោមស្លាប់ទៅហើយក្នុងខណៈពេលដ៏គ្រោះថ្នាក់បំផុតនោះឆាមិនបង្អង់យូរឡើយទោះបីជាខ្លួនគ្រាន់តែជាត្រីតូចមួយរូបក្នុងទឹកដែលហាក់ដូចជាគ្មានសមត្ថភាពតតាំងនឹងសត្វលើមេឃក៏ដោយក៏ប៉ុន្តែស្មារតីចង់ជួយមិត្តភក្តិក្នុងគ្រាអាសន្នបានធ្វើឲ្យវាមានភាពក្លាហានខុសពីធម្មតាឆាបានហាលមុតចុះទៅក្នុងជម្រៅទឹកបន្តិចដើម្បីយកលបឿនរួចប្រែកម្លាំងកន្ទុយទាំងអស់ដែលមានហោះលោតឡើងលើផ្ទៃទឹកយ៉ាងខ្លាំងរួចបោកកន្ទុយចេះទឹកទៅលើអាកាសយ៉ាងសន្ធាប់ដោយចិញ្ចៀងប្រាក់ដ៏ភ្លឺរលោងដំណក់ទឹកយ៉ាងថ្លាសន្ធឹកសន្ធាប់បានហោះទៅប៉ះនឹងភ្នែកនិងផ្ទៃមុខរបស់ខ្លែងព្រីចំចំធ្វើឲ្យវាស្រឡាំងកាំងនឹងបាត់បង់ទីស្ដៅនៃការមើលឃើញមួយរំពេចសម្លេងឆ្វាច់នៃផ្ទៃទឹកដែលបែកខ្ចាស់ខ្ចាយបានធ្វើឲ្យខ្លែងភ័យស្លន់ស្លោដោយសារមិនដឹងថាជាអ្វីឲ្យប្រកបហើយវាបង្ខំចិត្តងើបក្បាលហោះឡើងលើវិញតែមិនអស់ចិត្តនឹងក្តីខឹងសម្បាយជាពូនពេកចិត្តរាឆ្លៀតឱកាសដ៏មានតំណែងបំផុតនេះហោះទម្លាក់ខ្លួនចូលទៅពួនក្រោមសឹកឈូកដ៏ធំមួយដែលដួលនៅក្បែរមាត់ត្រពាំងតាមការណែនាំដ៏ឆ្លាតវៃរបស់ឆាភ្លាមបេះដូងរបស់កូនចាប់តូចលូតងាប់ដោយវាយស្គាល់ចង់ទ្រូងវានៅស្ងៀមទ្រឹងមិនហ៊ានសូម្បីតែដកដង្សើមធំលើកម្រិតខ្លួនឡើយរហូតដល់លើសំឡេងឆាហៅតិចៗពីច្រងទឹកចិត្តរាតែអើមិនអីទេលេខ្លែងកំណាត់នោះវាហោះទៅឆ្ងាយបន្តិចហើយប៉ុន្តែកុំតាន់អាចចេញមកអីវាប្រហែលជានៅសំកាំងចាំមើលនៅក្បែរនេះនៅឡើយទេចិត្តរាលួនចេញមកក្បែរមកទឹកបន្តិចតែញ៉ោះទៅត្រឹកហើយទឹកភ្នែកក៏រលីងរលោងស្រក់ចុះមកអរគុណឯងណាមិត្តសម្លាញ់បើគ្មានការជួយជ្រោមជ្រែងពីឯងទេខ្ញុំប្រកាសជាត្រូវខ្លែងនោះខាំយកទៅបាត់បង់ជីវិតបាត់ទៅហើយខ្ញុំមិននឹកស្មានតតែសោះថាមិត្តដែលរស់នៅក្នុងទឹកដូចជាឯងបែរជាមានល្បិចនិងភាពក្លាហានអាចជួយសង្គ្រោះខ្ញុំដែលជាសត្វលើអាកាសបានបែបនេះឆាញញឹមបន្ហាយពីភាពកក់ក្ដៅទោះបីជាខ្លួនកំពុងហត់នឿយនឹងការប្រើកម្លាំងហត់លួតដើម្បីមិនក៏ដោយមិត្តភាពវាមិនមែនអាស្រ័យលើរូបរាងឬទីកន្លែងដែលយើងរស់នៅនោះទេប៉ុន្តែវាស្ថិតនៅទឹកចិត្តដែលយើងមានឲ្យគ្នាទៅវិញទៅមកទោះបីជាពួកយើងខប់គ្នាដោយមេឃនឹងដៃប៉ុន្តែនៅពេលតែឯងមានអាសន្នស្លាប់រស់ខ្ញុំមិនអាចឈុំងើដោយស្ងៀមស្ងាត់បានឡើយទោះជាយ៉ាងណាក៏ដោយគ្រោះថ្នាក់ដ៏ធំធេងមិនទាន់កំឡុងផុតទៅចាំស្រុងនោះទេខ្លែងព្រៃដែលកំពុងស្រែកឃ្លានមិនព្រមបោះបង់ចំណេញងាយៗបែបនេះណារ៉ៃវាកំពុងតែសង្ខាំឆ្វាត់ឆ្វែងនៅក្បែរនោះដើម្បីរងចាំឱកាសឡងម្ដងទៀតយ៉ាងអត់ធ្មត់បំផុតស្រមោលខ្មៅរបស់វាហោះកាត់ផ្ទៃទឹកម្ដងហើយម្ដងទៀតបង្កើតជាបញ្ជាការដ៏តានតឹងនិងគួរឲ្យខ្លាចបំផុតចិត្តរានឹងឆាត្រូវរកវិធីសាស្ត្រថ្មីដើម្បីនាំចិត្តរាទៅកាន់កន្លែងសុវត្ថិភាពពេលប្រកាសឲ្យកាន់តែបានព្រោះស្លឹកជូកដ៏ស្ទង់នេះមិនអាចការពារពួកគេបានយូរអង្វែងពីក្រញាំដ៏មុតស្រួយនោះឡើយមិត្តភាពរវាងសត្វទាំងពីរបានបង្ហាញពីភាពអស្ចារ្យដែលមិនធ្លាប់មានប៉ុន្តែធម្មជាតិក៏មានច្បាប់នៃសេចក្តីស្លាប់រងចាំរបស់ជាតិពួកគេនៅខាងមុខដែរឆាចាប់ដើមរិះរកមកជើងឯងយ៉ាងមួយចិត្តដើម្បីនាំមិត្តភាពរបស់ខ្លួនឆ្លងកាត់តំបន់វាលទំនាបដ៏គ្រោះថ្នាក់នេះទៅកាន់ព្រៃក្រាស់ដែលនៅម្ខាងទៀតនៃត្រពាំងដែលជាជម្រកដ៏មានសុវត្ថិភាពបំផុតឧបសគ្គដ៏ធំបំផុតដែលត្រូវប្រឈមមុខគឺចិត្តរាត្រូវការឆ្លងកាត់ផ្ទៃទឹកដ៏ធំធេងដែលគ្មានកណ្ដែងពូនសូម្បីតែបន្តិចតែឆានឹងប្រើប្រាស់ប្រាជ្ញាអ្វីទៀតដើម្បីជួយមិត្តឲ្យឆ្លងកាត់ការសម្លឹងមើលរបស់សត្រូវដ៏កំណានេះបានក្តីសង្ឃឹមភាពជាជាតិនិងភាពក្លាហានកំពុងត្រូវបានលបងជាថ្មីម្ដងទៀតក្នុងដំណើរជីវិតដ៏គ្រោះថ្នាក់ដែលមិត្តភក្តិជាអាវុធតែមួយគត់សម្រាប់តស៊ូនៅក្នុងភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រួយបារម្ភចិត្តរាបានសម្លឹងមើលទៅផ្ទៃត្រពាំងដ៏ធំល្វឹងល្វើយដែលគ្មានម្លប់ឈើសូម្បីតែបន្តិចគំនិតដ៏វៃឆ្លាតមួយបានលេចឡើងក្នុងចិត្តខណៈដែលវាសង្កេតឃើញស្លឹកឈូកស្ងួតមួយចំនួនអណ្ដែតតាមខ្យល់ចិត្តរាបានហោះចុះមកក្បែរមាត់ទឹករួចខ្សឹបប្រាប់មិត្តត្រីដ៏សម្លេងមើងម៉ាត់ថាមិត្តអើយចូលអ្នកហានៅក្រោមស្លឹកឈូកដែលខ្ញុំនឹងរុញទៅមុខនេះទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយចូលអ្នកកុំចេញពីក្រោមស្លឹកនេះឲ្យសោះដរាបណាយើងមិនទាន់ដល់ត្រយមកខាងមិត្តត្រីដែលពោពេញដោយក្តីបារម្ភបានងក់ក្បាលយល់ព្រមដោយក្តីទុកចិត្តបំផុតព្រោះគេដឹងថាគ្មាននរណាម្នាក់អាចជួយគេបានក្រៅពីចិត្តរានោះឡើយការធ្វើដំណើរដ៏គ្រោះថ្នាក់បានចាប់ផ្ដើមចិត្តរាប្រើជើងតូចៗរបស់វាខំទាញស្លឹកឈូកធំមួយឲ្យអណ្ដែតពីលើក្បាលមិត្តត្រីដើម្បីបិទបាំងពីក្រសែភ្នែកស្ត្រីនៅលើមេឃដ៏ខ្ពស់សត្វខ្លែងពួតណៅដែលមានក្រញាំដ៏មុតស្រួចកំពុងហោះក្រឡឹងចុះឡើងដោយការស្រេកឃ្លានរាល់ពេលដែលស្រមោលរបស់ខ្លែងជះមកលើផ្ទៃទឹកបេះដូងរបស់មិត្តទាំងពីរលោតញាប់ស្ទើរតែផ្ទុះចេញពីទ្រូងចិត្តរាត្រៀមប្រឈមនឹងកម្ដៅថ្ងៃដ៏ក្ដៅហាងដែលដុតរលស្លាបរបស់វាប៉ុន្តែវាមិនព្រមបោះបង់ចោលមិត្តសម្លាញ់ឡើយកម្លាំងចិត្តដែលកើតចេញពីមិត្តភាពបានក្លាយជាថាមពលដ៏មហិមារុញច្រានឲ្យសត្វចាប់តូចនេះមានភាពរឹងមាំលើពីធម្មតាភ្លាមនោះខ្លែងដ៏កំណើតហាក់ដូចជាចាប់អារម្មណ៍នឹងចលនាមិនធម្មតារបស់ស្លឹកឈូកវាបានបន្ទាបខ្លួនចុះយ៉ាងលឿនសម្ដៅមកកាន់ទីតាំងដែលមិត្តត្រីកំពុងពួនក្នុងគ្រាដ៏អាសន្ននោះចិត្តរាបានសម្រេចចិត្តធ្វើរឿងដ៏ក្លាហានបំផុតមួយវាបានលែងស្លឹកឈូកហើយហោះហែឡើងទៅលើមេឃដោយសម្លេងយំយ៉ាងខ្លាំងដើម្បីទាក់ទាញខ្លែងឲ្យដេញតាមវាវិញមកទីនេះដេញតាមខៀងមកស្ត្រីដ៏ល្ងងខ្លៅចិត្តរាស្រែកខំចិត្តខ្លែងដែលលបលុនបានលាកមកដេញតាមចិត្តរាវិញតាមការគ្រោងទុកចិត្តរាប្រើបច្ចេកទេសហោះឆ្វេងស្ដាំចូលក្នុងគុំផ្កានិងស្មៅខ្ពស់រហូតធ្វើឲ្យខ្លែងវិលមុខនិងបាត់បង់ទិសដៅ
ក្នុងពេលដែលស្ត្រីកំពុងវង្វេងស្មារតីមិត្តត្រីបានប្រើកម្លាំងចុងក្រោយហែយ៉ាងលឿនដោយព្រួយសម្ដៅទៅកាន់តំបន់ទឹកជ្រៅដែលមានឫសឈើធំៗនិងស្លែក្រាស់ៗនៃព្រៃម្ខាងទៀតនៅពេលដែលចត្រាឃើញខាមិត្តរបស់ខ្លួនបានទៅដល់កន្លែងសុវត្ថិភាពហើយវាក៏បានហក់យ៉ាងលឿនចូលទៅក្នុងព្រៃក្រាស់ដែលខ្លាចមិនអាចចូលទៅជិតបានភាពស្ងប់ស្ងាត់បានត្រឡប់មកវិញម្ដងទៀតប៉ុន្តែលើកនេះវាជាភាពស្ងប់ស្ងាត់ដែលពោរពេញដោយសុវត្ថិភាពពួកគេទាំងពីរបានជួបគ្នាវិញនៅក្នុងម្លប់ដើមជ្រៃដ៏ក្រចាត់ត្រជុំក្បែរមាត់ទឹកដ៏ថ្លាយ៉ាងមិត្តត្រីបានងើយក្បាលឡើងលើផ្ទៃទឹករួចពោលដោយទឹកភាពរំភើបថាចត្រាអើយអ្នកបានប្រថុយជីវិតដើម្បីសង្គ្រោះខ្ញុំនឹងមិនភ្លេចនៅគុណដំណក់ដ៏ធំធេងនេះឡើយមិត្តភាពរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំចត្រាញញញឹមយ៉ាងស្រាប់បោះរួចឆ្លើយតបវិញថាក្នុងโลกនេះគ្មានអ្វីអាចជាងកាយមានមិត្តដែលសុខចិត្តស្លាប់រស់ជាមួយគ្នានោះឡើយយើងបានឆ្លងកាត់ការលបងជឿជាក់ដ៏ធំបំផុតហើយយើងបានឈ្នះដោយសារតែយើងមានគ្នាចាប់ពីថ្ងៃនោះមករឿងរ៉ាវមិត្តភាពរវាងសត្វចាបនិងសត្វត្រីបានល្បីសុសសាយពេញព្រៃព្រឹក្សាសត្វទាំងឡាយបានរៀនសូត្រពីពួកគេថាភាពខុសគ្នានៃរូបរាងនិងទីជម្រៅមិនមែនជាឧបសគ្គសម្រាប់មិត្តភាពពិតនោះឡើយឲ្យតែមានការលះបង់ភាពក្លាហាននិងប្រាជ្ញានោះយើងអាចយកឈ្នះរាល់គ្រោះថ្នាក់ទាំងពួងបានចត្រានិងមិត្តត្រីបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅក្នុងព្រៃក្រាស់នោះដោយមើលថែគ្នាទៅវិញមកជារៀងរហូតមកនេះគឺជាជ័យជំនះនៃមិត្តភាពដែលបានចារទុកក្នុងប្រវត្តិសាស្ត្រនៃធម្មជាតិដែលសូម្បីតែសត្រូវដ៏ខ្លាំងពូកែក៏ត្រូវជក់ចាញ់ចំពោះបេះដូងដ៏ស្មោះត្រង់របស់ពួកគេដែរសន្តិភាពនិងក្តីស្រឡាញ់បានគ្រប់គ្របដណ្ដប់លើត្រពាំងនោះជារៀងរហូត